ខូចនឹងប្រុសអស់ព្រំចារីខូចនឹងស្រីខ្លីវិជាស្ត្រីជាម្ដាយម្នាក់ចំណាយពេលវេលាបង្កើតនិងចិញ្ចឹមថែរក្សាកូនប្រុសអស់រយៈពេលរាប់ឆ្នាំប៉ុន្តែមាននារីវ័យក្មេងម្នាក់បានចំណាយពេលត្រឹមតែ20នាទីក៏អាចធ្វើឲ្យកូនប្រុសគាត់ឆ្កួតដោយសារតែស្នេហាដែរម៉ែស្រក់ទឹកភ្នែកព្រោះកូនតែកូនប្រុសស្រក់ទឹកភ្នែកព្រោះស្រីម៉ែលះបង់គ្រប់យ៉ាងដើម្បីកូនតែកូនប្រុសលះបង់គ្រប់យ៉ាងដើម្បីស្រីម៉ែចិញ្ចឹមអប់រំកូនរាប់ឆ្នាំតែកូនប្រុសបែរជាឆ្កួតនឹងស្រីត្រឹមតែ20នាទីលើលោកយើងនេះពិតជាមានយុត្តិធម៌តែគ្មាននិយមឬស្តង់ដារយុត្តិធម៌ទេបុរាណខ្មែរបានប្រដៅកូនចៅថាមានកូនប្រុសប្រៀបដូចជាព្រាយក្បាល8ឯមានកូនស្រីប្រៀបដូចក្រឡប្រហុកមុខផ្ទះមនុស្សប្រុសបើម្ដាយណែនាំកុំឲ្យទៅខ្វល់នឹងស្រីគេនឹងទៅខ្វល់នឹងដបស្រាឬបើណែនាំកុំឲ្យទៅខ្វល់នឹងដបស្រាគេនឹងទៅរកលបែងចំណែកឯស្ត្រីវិញមិនមែនមាសទឹក10ទេតែអាចហៅបានថាត្រឹមមាសទឹក8ប្រៀបដូចបុប្ផារស់រួចហើយគង់ពិបាកនឹងរីកស្គុះស្គីវិញបានណាស់នារីដែលខូចនឹងប្រុសប្រកាសជាអស់ព្រហ្មចារីហើយបើបុរសខូចនឹងស្រីប្រកាសជាខ្លីវិជា